នេះគឺជាសុភាពមាត់ស្បូនខាងក្នុងដែលស្ត្រីយើងតែងតែត្អូញត្អែថាមានក្លិនតិចតិចចាក្លិនតិចតិចគឺនៅពេលដែលបើកមើលគឺសភាពបែបហ្នឹងតែបើគាត់អត់បានមកបើកមើលទេគាត់ចេះនៅផ្ទះទៅគឺឡើងអុចអុចចាហើយបរោះយើងក៏ដូចគ្នាដែរពេលដែលគាត់ធំក្លិនណាគាត់រត់លេវខោមកគាត់ចង់បត់ជើងតូចជះក្លិនមកធំក្លិនរបៀបដូចកស៊ូចាដើមកស៊ូដែលគេដឹកតាមខ្នល់ហ្នឹងឯងធំក្លិនខ្លាំងតែគាត់អត់ព្យាបាលបើឧទាហរណ៍ស្ត្រីគាត់ទុកយូរគាត់អត់ព្យាបាលទេគឺអុចចឹងគឺឡើងក្តៅឡើងឈាមចេញតាមដោយរូបភាពនេះអញ្ចឹងប៉ុន្តែបុរសគឺអត់សូវធ្ងន់ធ្ងរដូចនារីទេដោយសារនារីគាត់ហប់ខាងក្នុងអញ្ចឹងវាឡើងកម្ដៅលឿនប៉ុន្តែបើសិនជាបុរសគឺគាត់នៅខាងក្រៅលហើយគឺអត់ដល់ថ្នាក់ហ្នឹងឯងគាត់តែឃើញអុចអុចតិចហ្នឹងគឺគាត់រត់មកពេទ្យព្យាបាលបានលឿនជាងតែមនុស្សស្រីយើងគាត់អត់បានមកព្យាបាលគឺឡើងអុចខ្លាំងបែបនេះឯងអញ្ចឹងបងប្អូនដែលមានក្លិនប្លែកណាមានអាការៈប្លែកក្នុងខ្លួនអាចមកធ្វើការពិនិត្យព្យាបាលកុំឲ្យទុកដល់ហួសពេលក្នុងសភាពបែបនេះ